នៅម្ខាងទៀតអ្នកប្រយុទ្ធ Predator ម្នាក់កំពុងត្រូវបាន Alien ដេញតាមលោក Waylander Waven ដែលមានជំងឺធ្ងន់បានដឹងថាខ្លួនកំពុងក្លាយជាបន្ទុកដល់ក្រុមគាត់ប្រើកម្លាំងចុងក្រោយបញ្ឆេះអាវុធបាញ់ភ្លើងដែលគាត់កាន់ហើយស្ទុះទៅប្រយុទ្ធជាមួយ Predator ដើម្បីពន្យាពេលឲ្យ Lex និង Sebastian រត់គេចខ្លួនមហាសេដ្ឋីរឹងមាំរូបនេះបានបញ្ចប់ជីវិតរបស់ខ្លួនក្នុងដំណើរផ្សងព្រេងដ៏ឆ្កួតលីលានេះហើយបានបន្សល់ទុកឈ្មោះរបស់គាត់ក្នុងប្រវត្តិសាស្ត្រក្រោយឃើញការលះបង់របស់ Waven Lex បានធ្វើការសម្រេចចិត្តដ៏ក្លាហាននាងនិយាយថាសត្រូវរបស់សត្រូវគឺជាមិត្តរបស់យើងនាងយល់ថា Predator និងពួកគេមានសត្រូវរួមគ្នាគឺ Alien បើចង់រស់រាននឹងទប់ស្កាត់ Alien មិនឲ្យឡើងទៅលើផ្ទៃផែនដីពួកគេគ្មានជម្រើសអ្វីក្រៅពីសហការជាមួយ Predator ទេ Lex នាំ Sebastian ទៅស្វែងរក Predator ដែលបានសម្លាប់ Wayland នៅពេលនោះ Predator កំពុងត្រូវ Alien ឡោមព័ទ្ធ Lex ប្រថុយជីវិតរើសកាំភ្លើងរបស់ Predator ហើយប្រគល់ឲ្យគេវិញ Predator វ័យក្មេងដែលមានរហ័សណាមថាស្ករមានការភ្ញាក់ផ្អើលចំពោះទង្វើរបស់នាងបន្ទាប់ពីសម្លឹងមើលគ្នាមួយផ្លែតគេក៏ទទួលយកមិត្តភាពនេះស្ករបានយកក្បាលនិងកន្ទុយ Alien មកធ្វើជាលំពែងនិងខែលឲ្យ Lex ហើយប្រើឈាមអាស៊ីតរបស់ Alien ដើម្បីសម្គាល់លើថ្ងាសរបស់ខ្លួននិងលើថ្ពាល់របស់ Lex ជាសញ្ញាថាពួកគេជាសម្ព័ន្ធមិត្តមនុស្សនិង Predator បានរួមដៃគ្នាចូលទៅក្នុងសម្បុក Alien ដើម្បីសម្លាប់ Alien Queen នៅក្នុងសម្បុកពួកគេបានរកឃើញ Sebastian ដែលត្រូវ Alien ចាប់ខ្លួនគាត់រងរបួសធ្ងន់និងជិតស្លាប់មុនដាច់ដង្ហើមគាត់សុំ Lex កុំឲ្យ Alien អាចឡើងទៅលើផ្ទៃផែនដីបានដោយទឹកភ្នែក Lex បានបញ្ចប់ជីវិតរបស់ Sebastian ដើម្បីបញ្ចប់ការឈឺចាប់របស់គាត់បន្ទាប់មកពួកគេបានរកឃើញគ្រាប់បែកដែល Predator ទុកនៅលើយានស្ករបានបើកប្រព័ន្ធបំផ្ទុះហើយទាំងពីរបានរត់គេចតាមផ្លូវស្មុគស្មាញខណៈប្រាសាទ Mist កំពុងដួលរលំនិងផ្ទុះជាបន្តបន្ទាប់ពេលគិតថាបានរួចផុតហើយស្រាប់តែ Alien Queen ដ៏ធំសម្បើមបានបំបែកទឹកកកចេញមកវាបានរួចផុតពីការផ្ទុះហើយដេញតាមស្ករនិង Lex ដើម្បីសងសឹកដែលពួកគេសម្លាប់កូនរបស់វាការប្រយុទ្ធចុងក្រោយបានចាប់ផ្ដើមនៅលើវាលទឹកកកទោះស្ករប្រយុទ្ធយ៉ាងក្លាហានក៏ដោយក៏គេមិនអាចយកឈ្នះ Alien Queen បានឡើយទីបំផុតស្ករត្រូវកន្ទុយរបស់ Alien Queen ចាក់ទម្លុះរាងកាយមុនស្លាប់គេប្រមូលកម្លាំងចុងក្រោយចាក់លំពែងចូលក្បាល Alien Queen Lex ឃើញសម្ព័ន្ធមិត្តរបស់នាងស្លាប់ក៏ផ្ទុះកំហឹងនាងប្រើប្រាជ្ញាបោក Alien Queen ឲ្យដេញតាមរហូតដល់ប៉មទឹកដ៏ធំបន្ទាប់មកនាងយកខ្សែសង្វាក់ចង Alien Queen ហើយទាញកុងតាក់ប៉មទឹកដ៏ធ្ងន់បានអូស Alien Queen ធ្លាក់ចូលសមុទ្រទឹកកកដ៏ជ្រៅការប្រយុទ្ធបានបញ្ចប់ Lex អង្គុយក្បែរសពរបស់ស្ករទាំងអស់កម្លាំងមិនយូរប៉ុន្មានយានអវកាស Predator ដ៏ធំមួយបានមកដល់ Predator ជាច្រើនអ្នកចុះពីលើយានមេក្រុមបានឃើញស្នាមរបួសរបស់ស្ករនិងសញ្ញាអ្នកប្រយុទ្ធនៅលើថ្ពាល់ Lex ក៏យល់ពីអ្វីដែលបានកើតឡើងគេមិនបានធ្វើបាប Lex ទេផ្ទុយទៅវិញបានយកសពស្ករឡើងយានហើយប្រគល់លំពែងកិត្តិយសមួយឲ្យ Lex ជារង្វាន់សម្រាប់ភាពក្លាហានរបស់នាងយានអវកាសបានហោះឡើងនិងបាត់ទៅក្នុងផ្ទៃមេឃ Lex ឈរតែម្នាក់ឯងនៅលើទឹកកកคล้ายជាមនុស្សតែម្នាក់ដែលនៅរស់ពីការប្រមាញ់ដ៏សាហាវនេះប៉ុន្តែរឿងមិនទាន់ចប់ទេនៅលើយានអវកាស Predator ស្រាប់តែទ្រូងរបស់ស្ករផ្ទុះចេញហើយសត្វចម្លែកថ្មីមួយដែលជាការលាយបញ្ចូលគ្នារវាង Alien និង Predator បានកើតឡើងវាបានបន្លឺសំឡេងដំបូងរបស់ខ្លួនប្រកាសការចាប់ផ្ដើមនៃគ្រោះថ្នាក់ថ្មីមួយ